ឧបតហេតុធ្លាក់ឧទ្ធម្ភាគចក្រដឹកអ្នកជំងឺរបស់ប្រទេសជប៉ុនឧទ្ធម្ភាគចក្រដឹកអ្នកជំងឺដែលមានអ្នកជិះសរុប6នាក់បានបាត់ការតាក់ទងត្រូវបានប្រទះឃើញធ្លាក់នៅក្នុងសមុទ្រជិតកោះអ៊ីគីណូស៊ីម៉ានៃខេត្ត Nagasaki នៅក្នុងនោះមានអ្នកស្លាប់ចំនួន3នាក់តាមរយៈឆ្មាំសមុទ្រដែលប្រចាំការនៅតំបន់នោះបានឲ្យដឹងថាអ្នកដែលត្រូវបានស្លាប់ក្រោយការជួយសង្គ្រោះនៅថ្ងៃទី7មានគ្រូពេទ្យវ័យ34ឆ្នាំម្នាក់និងសាច់ញាតិអ្នកជំងឺដែលរួមដំណើរជាមួយគ្នាវ័យ68ឆ្នាំម្នាក់នៅល្ងាចថ្ងៃទី6ម៉ោង 1:30 នាទីឧទ្ធម្ភាគចក្រនេះបានចេញដំណើរទៅយកអ្នកជំងឺដើម្បីឆ្ពោះទៅកាន់មន្ទីរពេទ្យរបស់ខេត្ត Fukuoka ប្រហែលជា1ម៉ោង 20 នាទីក្រោយការហោះហើរឧទ្ធម្ភាគចក្របានបាត់ការតាក់ទងក្រោយទទួលបានព័ត៌មាននេះភ្លាមក្រុមឆ្មាំសមុទ្របានប្រើយន្តហោះនិងនាវាដើម្បីស្វែងរកឧទ្ធម្ភាគចក្រនោះនៅល្ងាចម៉ោង 5ឧទ្ធម្ភាគចក្រត្រូវបានប្រទះឃើញធ្លាក់នៅចម្ងាយ27គីឡូម៉ែត្រភាគឦសាននៃកោះអ៊ីគីណូស៊ីម៉ាអ្នកជិះលើឧទ្ធម្ភាគចក្រសរុប6នាក់ត្រូវបានជួយសង្គ្រោះប៉ុន្តែនៅក្នុងនោះមាន3នាក់ដែលបានបាត់បង់ជីវិតចំពោះអ្នកដែលនៅមានជីវិតមានដូចជាភីឡុតវ័យ66ឆ្នាំភេទប្រុសអ្នកគ្រប់គ្រងបច្ចេកទេសវ័យ67ឆ្នាំភេទប្រុសនិងកីឡានឧបថាយិកាវ័យ28ឆ្នាំភេទស្រីដែលស្ថិតនៅក្នុងស្ថានភាពរាងកាយចុះត្រជាក់ខ្លាំងអ្នកទាំង3ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរបស់ខេត្ត Fukuoka ភ្លាមកាលពីខែ7ឆ្នាំ2024ក្រុមហ៊ុនដឹកជញ្ជូនខាងលើក៏ធ្លាប់ជួបប្រទះហេតុការណ៍ដូចគ្នាដែរហើយបានធ្វើឲ្យខាងមន្ទីរពេទ្យផ្អាកការដឹកជញ្ជូនអស់មួយរយៈក្រោយការកែតម្រង់លើប្រព័ន្ធសុវត្ថិភាពនិងត្រួតពិនិត្យឃើញថាមានសុវត្ថិភាពក្រុមហ៊ុនបានទទួលបានការអនុញ្ញាតឲ្យធ្វើការដឹកអ្នកជំងឺឡើងវិញម្ដងទៀតប្រមាណជា5ខែមុនវីដេអូយើងចាប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមកុំភ្លេចចុច Subscribe ជួបគ្នាវីដេអូក្រោយ